បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះចេញវីដេអូថ្មីមួយជូនទៅដល់បងប្អូនរបស់យើងពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវនៅឯប្រទេសថៃណាកាលពីរសៀលថ្ងៃនេះថ្ងៃ1កក្កដាហ្នឹងគឺមានផ្ទុះនៅព័ត៌មានរង្គោះរង្គើតែម្ដងបាទគឺពាក់ព័ន្ធជាមួយនឹងតំណែងរបស់នាយករដ្ឋមន្ត្រីថៃយើងឃើញហើយថាតាំងពីមានបញ្ហាជាមួយនឹងកម្ពុជាមកតំណែងរបស់លោកស្រីផែថងឋានស៊ីនវ៉ាត់ដែលជានាយករដ្ឋមន្ត្រីថៃហ្នឹងហាក់ដូចជារង្គោះរង្គើបាទរង្គោះរង្គើដោយសារតែនៅក្នុងចលនាប្រឆាំងរបស់ប្រទេសថៃនឹងចាត់ទុកថាលោកស្រីនឹងពុំមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងកម្ពុជានោះទេបាទហើយពួកគេខ្លះនឹងថែមទាំងលើកទៀតថាលោកស្រីនឹងមានតំណែងជាមួយនឹងកម្ពុជាអញ្ចឹងទេប្រហែលជាមិនអាចសម្រេចចិត្តឬក៏មានការយោគយល់មិនហ៊ានអាកាត់នៅក្នុងន័យណាមួយទេដើម្បីយកឈ្នះកម្ពុជាពាក់ព័ន្ធនឹងរឿងព្រំដែននេះហើយស្ថានភាពកាន់តែផុយស្រួយសម្រាប់លោកស្រីក្នុងនាមជានាយករដ្ឋមន្ត្រីផុយស្រួយសម្រាប់តំណែងរបស់លោកស្រីណាក្រោយពេលដែលលេចធ្លាយនៅកិច្ចសន្ទនារវាងលោកស្រីជាមួយនឹងសម្ដេចហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាកម្ពុជាបាទក្រោយពីនោះមកក៏មានចលនាប្រឆាំងលោកស្រីកាន់តែច្រើនហើយទាមទារឲ្យមានការដកលោកស្រីចេញពីតំណែងហើយជាក់ស្ដែងយើងឃើញនៅកាលពីសប្តាហ៍កន្លងទៅនេះក៏មានការតវ៉ាទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុងបាងកកផងដែរពាក់ព័ន្ធជាមួយនឹងការទាមទារឲ្យលោកស្រីចុះចេញពីតំណែងហើយជាលទ្ធផលគឺនៅថ្ងៃនារសៀលថ្ងៃទី1ខែកក្កដានេះគឺតុលាការធម្មនុញ្ញថៃបានសម្រេចព្យួរទូនាទីជានាយករដ្ឋមន្ត្រីរបស់លោកស្រីជាផ្លូវការបាទហើយការព្យួរទូនាទីនេះគឺបន្ទាប់ពីមានសមាជិកព្រឹទ្ធសភាបាទដែលមានគ្នាប្រមាណជា36នាក់នោះបានដាក់ញត្តិស្នើឲ្យតុលាការបើកការស៊ើបអង្កេតលើការលេចធ្លាយខ្សែអត្ថសម្លេងនៃការសន្ទនារបស់លោកស្រីជាមួយនឹងសម្ដេចតេជោហ៊ុនសែនក៏ប៉ុន្តែយើងមិនទាន់ដឹងទេថាអាចនឹងដកតំណែងរបស់លោកស្រីទាំងស្រុងឬក៏ត្រូវប្រគល់ឲ្យវិញរងចាំការសម្រេចនៅសាលក្រមចុងក្រោយតែយើងក៏មិនច្បាស់ដែរថាតើការចេញសាលក្រមចុងក្រោយនៅពេលណាមានតែរងចាំមើលទាំងអស់គ្នាដែរបងប្អូនយើងបាទនេះគឺជាការវិវត្តមួយនៃសភាពការនយោបាយនៅក្នុងប្រទេសថៃហើយភ្លាមក្រោយពីតុលាការធម្មនុញ្ញសម្រេចព្យួរទូនាទីរបស់ខ្លួនលោកស្រីផែថងឋានហ្នឹងក៏មិនប្រកែកដែរបាទមិនប្រកែកទេគឺលោកស្រីបានប្រកាសទទួលយកនៅការសម្រេចរបស់តុលាការដែលមែនតើលោកស្រីហាក់ដូចជាដឹងមុនទៅហើយថាខ្លួនមិនអាចបោះជំហានទៅមុខបន្តទៀតទេពាក់ព័ន្ធជាមួយនឹងករណីដែលលេចធ្លាយសារហើយនឹងរឿងព្រំដែនដែលកាន់តែចម្រូងចម្រាសជាមួយនឹងកម្ពុជាកន្លងមកនេះបាទហើយអ្វីដែលជាការកត់សម្គាល់មួយទៀតបងប្អូនយើងការសម្រេចរបស់តុលាការធម្មនុញ្ញហ្នឹងគឺធ្វើឡើងបន្ទាប់ពីនៅពេលព្រឹកថ្ងៃទី1កក្កដាហ្នឹងព្រះមហាក្សត្រទើបតែឡាយរបស់លេខាលើសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រីផងដែរខ្ញុំសូមរំលឹកថាកាលពីប្រហែលថ្ងៃមុននោះគឺរដ្ឋាភិបាលរបស់លោកស្រីបានបញ្ជូនបញ្ជីឈ្មោះទៅអង្គព្រះមហាក្សត្រដើម្បីឲ្យឡាយរបស់លេខាពាក់ព័ន្ធជាមួយនឹងការរុះរើគណៈរដ្ឋមន្ត្រីហើយនៅក្នុងនោះសមាជិករបស់លោកស្រីក្រៅតែពីជានាយករដ្ឋមន្ត្រីលោកស្រីក៏ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរហើយនឹងមានការរុះរើនៅរដ្ឋមន្ត្រីទៅតាមក្រសួងមួយចំនួនទៀតអញ្ចឹងទេនៅពេលនេះតុលាការសម្រេចដកទូនាទីរបស់លោកស្រីសំទោសសម្រេចព្យួរទូនាទីជានាយករដ្ឋមន្ត្រីក៏ប៉ុន្តែលោកស្រីទំនងជាអាចនៅមានទូនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌បាទដូច្នេះយើងចាំតាមដានព័ត៌មានបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវនេះហើយយើងឃើញថាភាពជាប់គាំងនៅក្នុងប្រទេសថៃនេះវាបានคล้ายទៅជាវិបត្តិមួយកាន់តែខ្លាំងរហូតមានការប្រមូលផ្ដុំប្រឆាំងតវ៉ាហើយការបែកសម្លេងខ្ញែកចេញពីគ្នាបានន័យថារដ្ឋាភិបាលថៃនៅពេលបច្ចុប្បន្នហ្នឹងគឺពុំមានសិទ្ធិអំណាចហាក់ដូចជាពុំមានសិទ្ធិអំណាចគ្រប់គ្រាន់ទេនៅក្នុងការសម្រេចចិត្តមែនតើទៅរឿងបិទច្រកព្រំដែនជាមួយកម្ពុជាហ្នឹងបែរទៅធ្លាក់ទៅលើខាងយោធាដែលជាអ្នកសម្រេចចិត្តទៅវិញអញ្ចឹងរឿងនេះត្រូវបានគេមើលឃើញថាយោធានៅតែជាអ្នកមានអំណាចទៅលើរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រីវ័យក្មេងមួយនេះបាទអញ្ចឹងហើយទើបធ្វើឲ្យបាត់បង់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋថៃមួយចំនួនបាទដោយចាត់ទុកថាលោកស្រីនៅក្មេងខ្ចីមិនអាចដឹកនាំរដ្ឋាភិបាលតតាំងជាមួយនឹងកម្ពុជាបានទេទាមទារឲ្យមានការផ្លាស់ប្ដូរចេញហើយគូផ្សំនឹងការលេចធ្លាយសារសម្លេងនេះទៀតគឺលោកស្រីនឹងគឺទទួលរងនៅការដាក់សម្ពាធកាន់តែខ្លាំងតែម្ដងបាទបងប្អូនអរគ្នានេះគឺជារឿងរ៉ាវថ្មីពាក់ព័ន្ធជាមួយនឹងស្ថានភាពនៅក្នុងប្រទេសថៃដែលខ្ញុំអាចសង្ខេបជូនត្រឹមប៉ុណ្ណឹងហើយបើមានអ្វីបន្ថែមទៀតខ្ញុំនឹងចេញវីដេអូនៅពេលក្រោយៗទៀតថាតើលោកស្រីនឹងត្រូវដកតំណែងឬក៏ត្រូវបកគលតំណែងឲ្យវិញឬក៏យ៉ាងណានោះបាទខ្ញុំនឹងមានវីដេអូថ្មីចេញនៅពេលក្រោយទៀតបាទខណៈពេលនេះសូមអរគុណជម្រាបលាបាទ